បងប្អូនទាំងអស់គ្នានៅកម្ពុជាយើងមានអ្នកកើតជំងឺទឹកនោមផ្អែមជិត30,000នាក់នៅក្នុងឆ្នាំ2025ជិត30,000នាក់បើធៀបទៅនឹងឆ្នាំ2024គឺកើនឡើងរហូតទៅដល់27%តួលេខនេះគឺជាតួលេខមួយដ៏គួរឲ្យព្រួយបារម្ភបើសិនជាបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទៀតតើសុខភាពប្រជាជនយើងនឹងទៅជាយ៉ាងណាការបង្កើនការគ្រប់គ្រងជំងឺមិនឆ្លងវិញម្ដងដែលជាបញ្ហាសុខភាពសាធារណៈមួយដែលកាន់តែមានទំហំធំទៅហើយអត្រាមរណភាពដោយសារជំងឺមិនឆ្លងមានការកើនឡើងលើស 50% ហើយដែលនៅក្នុងប្រទេសទូទាំងសកលលោកមធ្យមភាពនៃមរណភាពដោយជំងឺមិនឆ្លងមាន 71% កម្ពុជាយើងស្ថិតនៅក្នុងកម្រិតតិចជាង71ទេក៏ប៉ុន្តែយើងកំពុងតែមានដំណើរវិវត្តដោយសារតែជីវភាពនិងស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋត្រង់នេះហើយដែលយើងយកចិត្តទុកដាក់ក្នុងការអប់រំសុខភាពអិរិយាបថការប្រកាន់អិរិយាបថល្អដើម្បីសុខភាពដោយឡែកនេះគឺក្នុងការងារជំងឺទឹកនោមផ្អែមគឺជាជំងឺមិនឆ្លងមួយដែលយើងមានការយកចិត្តទុកដាក់ហើយចំណែកឯជំងឺទឹកនោមផ្អែមគឺយើងបានខិតខំហើយប្រជាពលរដ្ឋយើងក៏បានយល់ដឹងនិងចូលមកប្រើប្រាស់សេវាមាន 292,000 ករណីថ្មីហើយតែការឡើង26ក៏ដល់សញ្ញា 8% ផងដែរជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលបណ្ដាលមកពីកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ខុសធម្មតាដោយសារតែរំពេងផលិតអាំងស៊ូលីនមិនគ្រប់គ្រាន់ឬក៏រាងកាយយើងមិនអាចប្រើប្រាស់អាំងស៊ូលីនបានល្អកាលណាយើងមានជំងឺទឹកនោមផ្អែមហើយតែងមានជំងឺផ្សេងទៀតកើតឡើងមកជាមួយដែរជំងឺនេះបង្កផលវិបាកធ្ងន់ធ្ងរដល់សរីរាង្គសំខាន់ៗដូចជាបេះដូងសរសៃឈាមតម្រងនោមភ្នែកធ្វើឲ្យដំបៅជើងហើយនិងប្រព័ន្ធប្រសាទជាដើមប្រសិនបើខកខានជួបគ្រូពេទ្យដើម្បីព្យាបាលទាន់ពេលវេលានោះទេអ្នកជំងឺនឹងប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងសូមអញ្ជើញស្ដាប់ការបញ្យល់របស់វិជ្ជបណ្ឌិតសឿងសុធីតាឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញអរម៉ូនអញ្ចឹងអ្នកជំងឺត្រូវចាំបាច់ណាស់ត្រូវតែទៅជួបជាមួយគ្រូពេទ្យឯកទេសដើម្បីឲ្យមានការបញ្យល់ឲ្យកាន់តែច្បាស់លាស់ព្រោះការកើតឡើងទឹកនោមផ្អែមកាន់តែលឿនកត្តាយល់ដឹងពីជំងឺទឹកនោមផ្អែមកាន់តែតិចគាត់នឹងអាចប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមនិងផលវិបាកកាន់តែខ្ពស់អ្វីដែលនៅក្នុងវ័យជំទង់គួរតែត្រូវយល់ដឹងចំពោះផលវិបាករបស់ជំងឺទឹកនោមផ្អែមមិនមែនត្រឹមតែធ្វើឲ្យឡើងជាតិស្ករនោះប៉ុណ្ណោះទេវាបន្ថែមទៅបំផ្លាញបេះដូងរបស់ពុកម៉ែបងប្អូនបំផ្លាញទៅលើសរសៃឈាមអាចប្រឈមជាមួយនឹងបញ្ហាស្ទះសរសៃឈាមបេះដូងស្ទះសរសៃឈាមខួរក្បាលខូចតម្រងនោមជាពិសេសនោះគឺអាចធ្វើឲ្យគាត់បាត់បង់ចំណង់ផ្លូវភេទឬក៏អសមត្ថភាពផ្លូវភេទតែម្ដងកន្លែងចំណុចនេះអាចគិតថាវាជារឿងតូចតាចក៏ប៉ុន្តែវាអាចបំផ្លាញទៅលើគុណភាពនៃជីវិតរបស់អ្នកទាំងអស់គ្នាអ្វីដែលបន្ថែមអាចខូចទៅលើការឡើងជាតិស្ករបន្តិចបន្តួចវាក៏អាចខូចទៅលើសរសៃវិញ្ញាណដែរអញ្ចឹងទៅលើក្មេងត្រូវកំណត់គោលដៅកាលណាកើតជំងឺទឹកនោមផ្អែម A1C គួរណាស់តែក្រោម 7% ឬក៏ក្រោម 6.5% ទៅតាមគោលដៅនីមួយៗត្រូវតែទៅជួបគ្រូពេទ្យបើទោះជាសម្រាប់ចិត្តធ្វើការតមរបបចំណីអាហារឬក៏ហាត់ប្រាណក៏ដោយត្រូវតែតាមដានជាមួយនឹងគ្រូពេទ្យឲ្យបានជាប់លាប់ដើម្បីឲ្យគ្រូពេទ្យស្វែងរកឬក៏ការពារផលវិបាករបស់ជំងឺទឹកនោមផ្អែមឲ្យបានទាន់ពេលវេលាពេលខ្លះក៏អាចត្រឡប់មកដូចដើមវិញពេលខ្លះបើសិនជាយើងមិនទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលាទេផលវិបាកនោះក៏អាចមានរហូតជាប់ខ្លួនទៅជាជំងឺបន្ថែមមួយទៀតបើសិនជាមានជំងឺទឹកនោមផ្អែមនេះហើយត្រូវតែអនុវត្តតាមការណែនាំរបស់វិជ្ជបណ្ឌិតរបស់បងប្អូនឲ្យបានល្អគឺត្រូវពិសាថ្នាំឲ្យបានទៀងទាត់តាមដានកម្រិតជាតិស្ករជាប្រចាំធ្វើយ៉ាងណាកុំឲ្យមានការកើនឡើងហើយត្រូវជ្រើសរើសអាហារដែលត្រឹមត្រូវសម្រាប់អ្នកជំងឺទឹកនោមផ្អែមជៀសវាងអាហារផ្អែមឬក៏គ្រឿងកំប៉ុងហើយត្រូវធ្វើលំហាត់ប្រាណជាប្រចាំនិងគេងឲ្យបានគ្រប់គ្រាន់ជាដើម